ហើយដល់ពេលយើងទៅយកមេបលិសចាស់ដែលគាត់ចិត្តអត្រែតអស់ហើយដែលគាត់ចូលតាំងពីជំនាន់ខ្លះ79ខ្លះ80ជាង90អីយកមក30 40ឆ្នាំអីហ្នឹងហើយយើងយកគាត់មកវាយប្រហារវាអត់ត្រូវខ្ញុំមិនមែនទៅកាន់ជើងលោកហេងសុផលទេបាទខ្ញុំមិនកាន់ជើងគាត់ទេក៏ប៉ុន្តែខ្ញុំចង់និយាយថាយើងរិះគន់យើងជេរយើងថានឹងមើលផងថាតើគាត់ចូលបលិសតាំងពីក្មួយបងប្អូនមួយចំនួនអត់ទាន់កើតផងហ្នឹងហើយយើងទៅថាឲ្យគាត់អញ្ចឹងវាមិនកើតបាទក្នុងការកំពុងធំក៏ធ្វើបលិសយូរឲ្យ30 40ឆ្នាំហើយហើយបងប្អូនមួយខ្លះអត់ទាន់កើតផងហ្នឹងហើយដល់ពេលឃើញឯកឧត្តមគឺបញ្ញត្តិយកទៅបរោះទៅនាំវាចូលទៅខមមិនថាឲ្យគាត់គ្រប់គ្នាទៅហ្នឹងហើយអាហ្នឹងខ្ញុំមើលឃើញដែរគាត់ថាវាមិនគួរយើងបងប្អូនទៅយល់អំពីកលៈទេសៈពេលនោះធ្វើមិនឲ្យតែមានកម្លាំងចូលបម្រើជាតិបានយើងរើសហើយយើងយកហើយជំនាន់នោះហ្នឹងហើយឥឡូវនិយាយប៉ុណ្ណឹងហើយមួយទៀតសូមនិយាយបន្តិចឃើញពូខៀវបញ្ញត្តិគាត់បរោះយករូបលោកឧត្តមសេនីយ៍តូសេងសុផលហេងសុផលខេត្តស្នងការខេត្តកំពង់ធំទៅបរោះគាត់មិននិយាយអីប៉ុន្តែអ្នកខមមិនចូលទៅប្រអាប់ទៅរិះគន់ថាឲ្យគាត់ថាឲ្យស្នងការអត់អ្នករើសគេហ្នឹងទៀបអីចេះចោះចឹងទៅអត់គ្រប់ខ្ពស់បងប្អូនយល់កលៈទេសៈជំនាន់ស្រុកយើងមានសង្គ្រាមស៊ីវិលហេងសុផលនេះចូលបលិសតាំងពីជំនាន់ខ្ញុំមក8ជាង88 អញ្ចឹងបើយើងនិយាយពីសម័យនោះអត់មានមកបោះខ្ពស់ដល់ឥឡូវទេឲ្យតែមានសុខភាពល្អគឺចូលកាន់កំភ្លើងការពារសន្តិសុខស្ដាប់នប់សង្គមការពារប្រជាជនហើយអាងើពីអបអរមកហ្នឹងគឺអត់មានបានតម្រូវតម្រង់អីទេអញ្ចឹងឥឡូវនេះប្រទេសយើងកាន់តែមានការរីកចម្រើនទាមទារឲ្យមានការជ្រើសរើសប្រកខាមន្ត្រីនៅក្នុងស្ថាប័នសន្តិសុខនេះគឺឲ្យមានកាយសម្បទាមាំមួនកម្ពស់កម្ពស់អីឲ្យវាស័ក្តិសមណាអញ្ចឹងហើយបានដាក់ដឹកនាំក្រសួងមហាផ្ទៃក៏ដូចជាសាលាបណ្ឌិតសភានគរបាលហ្នឹងព្រៀងនៅការតម្រូវលក្ខខណ្ឌដើម្បីចូលជាក្របចូលកងកម្លាំងបានត្រូវមានទម្ងន់ប្រមាណប្រុសទម្ងន់ប្រមាណកម្ពស់ប្រមាណណាសុខភាពយ៉ាងម៉េចស្រីកម្ពស់ប្រមាណទម្ងន់ប្រមាណណាសុខភាពយ៉ាងម៉េចគឺយើងរើសដើម្បីឲ្យវាស្តង់ដារហើយដល់ពេលយើងទៅយកមេបលិសចាស់ដែលគាត់ចិត្តអត្រែតអស់ហើយដែលគាត់ចូលតាំងពីជំនាន់ខ្លះ79ខ្លះ80ជាង90អីយកមក30 40ឆ្នាំអីហ្នឹងហើយយើងយកគាត់មកវាយប្រហារវាអត់ត្រូវខ្ញុំមិនមែនទៅកាន់ជើងលោកហេងសុផលទេបាទខ្ញុំមិនកាន់ជើងគាត់ទេក៏ប៉ុន្តែខ្ញុំចង់និយាយថាយើងរិះគន់យើងជេរយើងថានឹងមើលផងថាតើគាត់ចូលបលិសតាំងពីក្មួយបងប្អូនមួយចំនួនអត់ទាន់កើតផងហ្នឹងហើយយើងទៅថាឲ្យគាត់អញ្ចឹងវាមិនកើតបាទក្នុងការកំពុងធំក៏ធ្វើបលិសយូរឲ្យ30 40ឆ្នាំហើយហើយបងប្អូនមួយខ្លះអត់ទាន់កើតផងហ្នឹងហើយដល់ពេលឃើញឯកឧត្តមគឺបញ្ញត្តិយកទៅបរោះទៅនាំវាចូលទៅខមមិនថាឲ្យគាត់គ្រប់គ្នាទៅហ្នឹងហើយអាហ្នឹងខ្ញុំមើលឃើញដែរគាត់ថាវាមិនគួរយើងបងប្អូនទៅយល់អំពីកលៈទេសៈពេលនោះធ្វើមិនឲ្យតែមានកម្លាំងចូលបម្រើជាតិបានយើងរើសហើយយើងយកហើយជំនាន់នោះដូចខ្ញុំអីអាយុ8 10ហ្នឹងចូលសម័យនោះ88ដល់8 10ហ្នឹងបាទអញ្ចឹងអាហ្នឹងមិនរឿងធំអីទេបើគាត់ចូលថ្មីពី3ឆ្នាំដែលក្រសួងគេកំណត់ដែលសាលាបណ្ឌិតសភាកំណត់អាហ្នឹងចាំបងប្អូនរិះគន់ណាបាទចាំបងប្អូនរិះគន់អញ្ចឹងរឿងស្នងការខេត្តកំពង់ធំដែលរិះគន់រឿងកពស់គាត់ខ្ញុំគិតថាគួរប៉ុណ្ណឹងទៅបញ្ចប់ទៅបាទវាអត់មានអីខុសទេគាត់បលិសចាស់មិនមែនបលិសថ្មីទេបាទគាត់ធ្វើបលិសយូរហើយធ្វើតាំងពីបងប្អូនក្មួយដែលរិះគន់គាត់មិនទាន់កើតផងបាទអញ្ចឹងខ្ញុំព្រឹកនេះខ្ញុំសូមបញ្ចប់ការ live ប៉ុណ្ណឹងសូមអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលាបាទ